vừa từ làm chụp kia chỉ mùi nâng video mê riêng bỏ dương bắt đầu tiết chụp bông video mê riêng ngày ní cái dương sắc xa tại tông chỉ mùi nâng ca thơ logo intro trên đặc biệt mình ca thơ logo intro cứ miên đặc biệt mình ca thơ trán và trán đặc biệt hay khi nâng bà hà nhà tầng ngọc ní nơi đặc biệt khắc lá đàm bay chia lùm nôm này mê riêng sầm rạp ở nhà tầng ngọc ní dọc tại an award bàn trênขนมเมเรียนประเภทโลโก้อินโทรไงนี้คือยังศึกษาปีระเบียบในการធ្វើជាលក្ខណៈ animation និងប្រភេទ logo បែបនេះអូខេចឹងអានេះគឺជាប្រភេទដែលយើងបានធ្វើវារួចរាល់ហើយគឺយើងធ្វើ animation កំណត់វា4តង់បាទ animation 4តង់អញ្ចេះមួយតង់ចេះមួយទៀតហើយនឹងអក្សររត់ឃើញសូនចេះហើយនឹងចំណុចចុងក្រោយគេគឺឃើញ logo ទាំងមូលបន្ទាប់ពីយើងបានធ្វើហើយគឺយើងយកទៅ compose វានៅក្នុងAfter Effects ដើម្បីយើងដាក់ពន្លឺដាក់ background ហើយយើងដាក់ effect ផ្សេងៗទៅតាមអ្វីដែលយើងចង់បានអូខេឥឡូវនេះយើងកុំឲ្យខាត់ពេលយូរយើងចាប់ផ្ដើមទៅ design ប្រភេទរូប logo នេះសិនអញ្ចឹងប្រភេទរូប logo នេះអ្នកទាំងអស់គ្នាអាចធ្វើវាក្នុងកម្មវិធី Photoshop ក៏បាន Illustrator ក៏បានឬក៏អាចធ្វើវានៅក្នុងCinema 4D ហ្នឹងក៏បានដែរគឺយើងធ្វើបានដូចគ្នាយើងចង់ធ្វើក្នុងផ្នែកណាមួយក៏បានដែរបាទអូខេឥឡូវនេះយើងចាប់ផ្ដើមចូលទៅគូសនៅប្រភេទនៃ logo របស់យើងសិនមុននឹងយើងចាប់ផ្ដើមមកអនុវត្តគ្នាជាមួយនឹង Cinema 4D អញ្ចឹងយើងគូសប្រភេទ logo ហ្នឹងគឺខ្ញុំគូសនៅក្នុង Adobe Photoshop បាទក្នុង Adobe Photoshop គឺយើងគូសសិនមកហើយយើងចាប់ផ្ដើមconvert វាចូលទៅក្នុង Illustrator បន្តទៀតបាទអញ្ចឹងដើម្បីគូវាគឺចូលទៅក្នុង Pen Tool មកក្នុង Photoshop យើងមាន Pen Tool អ្នកនេះចាប់ផ្ដើមគូពីចំណុចណាមួយក៏បានដែរខ្ញុំយកតាមទម្រង់ទ្រង់ទ្រីហ្នឹងបាទខ្ញុំគូវាយើងគូតាមទម្រង់ mode ហ្នឹងមកបាទអូខេយើងគូអញ្ចឹងហើយយើងចុចមកតាំងតាមវាហ្នឹងមកបាទប៉ុណ្ណឹងអូខេហើយគូដល់ចំណុចចុងក្រោយគេយើងចុចទៅលើវាមក Control Enter មួយអ្នកនេះបង្កើត layer ថ្មីមួយមកបង្កើត layer ថ្មីមួយចាក់ពណ៌លើវាបាទនឹងចាក់ពណ៌អីក៏បានដែរអត់បញ្ហាទេខ្ញុំចង់ចាក់ពណ៌លឿងក៏បានពណ៌អីក៏បានព្រោះក្នុងនោះយើងអាចដូរពណ៌បានទៀតទេអញ្ចឹងចាក់ពណ៌លើវាចុច Alt Delete មកយើងដូរពណ៌បានដែរហើយ Control D ដល់ Select ចោលអានេះខ្ញុំលុបវាចោលអូខេអញ្ចឹងខ្ញុំលុបអារូបមិញចោលមកបន្តមកទៀតខ្ញុំចុច Control ឲ្យជាប់ហើយយកមក click ឲ្យចំកន្លែងនេះដើម្បីបាន Select បែបនេះឬហើយយើងចូលទៅក្នុងពាក្យ pass បាទចូលក្នុងពាក្យ pass របស់យើងមកយើងចុចអានេះបាទប៉ុណ្ណឹងហើយអក្សរវាចាំយើងទៅសេនៅក្នុង Cinema 4D យើងមិនបាច់ទៅសេនៅក្នុងនេះទេយើងទៅសេនៅក្នុង Cinema 4D វិញទៅវាងាយស្រួលជាងបន្តទៀតយើងចូលទៅ export វាបាទចូលទៅក្នុង export ហើយយើងយកពាក្យទៅ pass to Illustrator ហើយយើងចុច OK លើវាមកហើយយើងទៅសេវាថា logo អញ្ចឹងទៅឧទាហរណ៍ឥឡូវខ្ញុំដាក់វាថា logoបាទប៉ុណ្ណឹងមកខ្ញុំ save លើវាមកហើយបាទយើងបើកចូលទៅក្នុង project របស់យើងនេះមកពេលដែលយើងបើកចូលហើយយើងចូលទៅក្នុងពាក្យ file ចូលពាក្យ file ហើយយើងយកពាក្យថា merge object បាទ merge object ហើយចូលទៅទាញយក logo របស់យើងមកនេះ logo របស់យើងខ្ញុំចុចពី OK ហើយកន្លែងនេះខ្ញុំយក OK ដែរបាទត្រង់ចំណុចនេះខ្ញុំយកវា0បាទ0អានេះ0មកគឺដាក់ធ្វើម៉េចឲ្យវានៅចំកដាលនេះណាធ្វើម៉េចយើងដាក់វាចំកដាលយើងដាក់0មក enter មកអានេះ0ដែរហើយយើង enter ដែរមកគឺរត់ចំកដាលអញ្ចឹងណាហើយចំពោះទំហំវាយើងចង់ប្រិចព្រមអីយើងចូលកន្លែង option មួយនេះ option មួយហ្នឹងយើងធ្វើការប្រិចព្រមទំហំអីហ្នឹងយើងចង់បានប៉ុណ្ណាយើងប្រិចថែមទៀតមកតែបើសិនជាអត់ទេក៏មិនបាច់ដែរណាហើយយើងយកប៉ុណ្ណឹងមកទំហំវាគឺខ្ញុំយកប៉ុណ្ណឹងខ្ញុំបន្ថែមលឿនបន្តិចអូខេអញ្ចឹងទំហំដែលខ្ញុំចង់បានគឺប៉ុណ្ណឹងឯងបន្តមកទៀតយើងត្រូវការដាក់ extrude ទៅលើវាអញ្ចឹង extrude អ្នកទាំងអស់គ្នាដូចជាមិនជាបញ្ហាប្រហែលទេព្រោះតែយើងសិក្សាវាប្រហែលមេរៀនហើយជាទូទៅក្នុង Cinema 4D អត់ចោលទេជាមួយនឹង extrude បាទចូលទៅក្នុង extrude នេះមកចូលទៅក្នុងហ្នឹងយើងទាញរូប logo របស់យើងដាក់ចូលទៅក្នុង extrude ហើយយើងទាញហ្នឹងគឺត្រូវតែទាញឲ្យចេញសញ្ញាព្រួញបាញ់មកក្រោមអញ្ចឹងទើបវាចូលឃើញទេអញ្ចឹងវា extrude ចូលទៅក្នុងរូបរបស់យើងហ្នឹងបានហើយបាទអញ្ចឹងរូបរបស់យើងហ្នឹងគឺមាន extrude ទៅក្នុងហ្នឹងបាទហើយមានកម្រាស់ចឹងនៅក្នុងកម្រាស់ហ្នឹងអ្នកនរគ្នាចង់បានកម្រាស់ប៉ុណ្ណាយើងចង់បានកម្រាស់ប៉ុណ្ណឹងហើយក៏អូខេបើសិនយើងចង់បានកម្រាស់ថែមទៀតយើងចូលទៅកន្លែង object យើងចូលកន្លែង object ហ្នឹងប៉ុន្តែយើងចុចកន្លែង extrude នេះសិនណាយើងចុចកន្លែង extrude ហ្នឹងយើងចូលកន្លែង
object នឹងមកហើយយើងយកទំហំវាឥឡូវខ្ញុំយកវា25ចុះបាទខ្ញុំយកវា25ច្រឡំ22បាទយកវា25បាទយកវា25គឺទំហំ extrude កម្រាស់របស់ខ្ញុំនឹងគឺវាយហ្នឹងណាបើសិនយើងយកកាន់តែវែង extrude របស់យើងនឹងវាវែងដែរតទៅទៀតបើសិនអ្នកនរនេះចង់បានចំណិតកន្លែងនេះយើងយក cap ហ្នឹងយើង start នេះយើងយកអានេះហើយយើងយកលេខវា cap ខ្ញុំយក2ហើយ cap នេះមួយទៀតខ្ញុំយកវា2ទៀតបាទអញ្ចឹង cap ហ្នឹងគឺខ្ញុំយកទំហំវាអាឡែងកែមឯណាអាឡែងចំណិតហ្នឹងគឺខ្ញុំយកវាគឺមានប៉ុណ្ណឹងទំហំកែមហ្នឹងគឺយើងចង់បានយើងដាក់វាប៉ុណ្ណឹងមកអូខេតទៅទៀតខ្ញុំចូលទៅចំណុចមួយទៀតគឺយើងត្រូវការដាក់អក្សរហើយបាទដាក់អក្សរលើវាអញ្ចឹងអក្សររបស់ខ្ញុំនេះគឺខ្ញុំត្រូវការប្រើជាមួយនឹងmotion text អញ្ចឹងចូលទៅក្នុងពាក្យថា mo graphic ហើយយកពាក្យថា motion text បាទ mo text របស់យើងហ្នឹងយើងចុចលើ text ហ្នឹងមកយើងចូលពី object របស់យើងហើយយើងទៅសេអក្សរមកទៅសេយើងសេអក្សរធំខ្ញុំសេអក្សរធំខ្ញុំសេ game បាទ game ហើយខ្ញុំចុចទៅលើវាខ្ញុំដូរទំហំវានេះប្រភេទ motor saw ខ្ញុំដូរ motor saw ហើយអានេះខ្ញុំដាក់វាចំកណ្ដាលខ្ញុំយកវា middle ហើយទំហំអក្សរនេះខ្ញុំយកវាត្រឹម90សិនអូខេ90ធំពេកចឹងខ្ញុំយកវា50បាទ50នៅតែធម្មតាចឹងយកវា30ចុះអូខេអញ្ចឹងយកវា30បាទប៉ុណ្ណឹងឯងចឹងទំហំវាខ្ញុំយកទំហំអក្សរនឹង30ហើយទំហំវានេះគឺខ្ញុំយក25ដូចគ្នាអានេះ depth នេះខ្ញុំយក25ដូចគ្នាបាទចឹងទំហំអានេះគឺប្រព័ន្ធគ្នាហើយគឺវាលុត25ដូចគ្នាបាទណាចឹងខ្ញុំសេរីអានេះខិតមកនេះបន្តិចបាទងាកអានេះខិតនេះខ្ញុំទាញអានេះមកចេះរួចហើយខ្ញុំ copy វាមួយអញ្ចឹងដើម្បី copy ខ្ញុំចុច control ឲ្យជាប់ហើយខ្ញុំទាញសញ្ញាព្រួយនេះខ្ញុំបានអក្សរមួយទៀតខ្ញុំបានអក្សរមួយទៀតខ្ញុំទៅសេវាហើយខ្ញុំទៅសេដូរ font អក្សរមកដូរ mode អក្សរវាមកខ្ញុំយកវាថា game star អូខេបាទ game star អញ្ចឹងខ្ញុំសេរីវាអានេះខ្ញុំដាក់ងាកខាងបន្តិចហើយអានេះខ្ញុំងាកខាងបន្តិចបាទហើយនេះខ្ញុំដូរអក្សរខ្ញុំដូរ font វាខ្ញុំសុំទៅមិនមែនដូរ font ទេដូរឈ្មោះវាខ្ញុំសរសេរវាថា star ដើម្បីស្រួលចំណាំណាអានេះយើងដាក់ថា game ហើយអានេះយើងដាក់វាថា logo យើងចុចទៅលើវា2ដងទៅវាបានណាបាទចឹងយើងបានអក្សរយើងបាន logo ហើយយើងដាក់ងាកខាងបន្តិចយើងអានេះងាកខាងបន្តិចអក្សរនេះខ្ញុំយកទំហំវារៀងធំយ៉ាងតិចទៀតខ្ញុំយកវា40ចុះបាទនេះខ្ញុំយកវាមួយទៀតខ្ញុំយកវា40ទំហំអក្សរយើងយករៀងធំតិចមកហើយខ្ញុំ select លើវាទាំងពីរបាទ select លើវាទាំងពីរទាញវាទម្លាក់ខាត់ខបន្តិចអូខេឥឡូវហើយតើតើជាមួយនឹងការធ្វើអក្សររបស់យើងគឺយើងដាក់ហើយបន្តមកទៀតគឺយើងចាប់ផ្ដើមដាក់ color ទៅលើវាអញ្ចឹង color ឥឡូវនេះគឺយើងប្រើប្រាស់ជាមួយនឹង color ពណ៌ក្រហមហើយក្រហមនេះយើងមានពណ៌លឿងហើយនិងពណ៌សអញ្ចឹងខ្ញុំធ្វើការ click ទៅលើនេះ click លើ material នេះ material property របស់យើងហ្នឹង click លើវា2ដងមកវាមាន material កន្លែងនេះមកឲ្យយើងបាទកន្លែង material slot របស់យើងហ្នឹងបាទចុចកន្លែងហ្នឹងមកហើយខ្ញុំគ្រីសអានេះ2ដងទៀតបាទខ្ញុំគ្រីសទៅលើ material ហ្នឹង2ដងទៀតមកគ្រីសទៅលើវា2ដងវានឹង load option នេះមួយទៀតសម្រាប់ឲ្យយើងធ្វើការ change color អញ្ចឹងខ្ញុំធ្វើការ change color ខ្ញុំយកអានេះក្រហមអានេះខ្ញុំយកវាក្រហមដែរហើយខ្ញុំដាក់ reflection អញ្ចឹង reflection ខ្ញុំយកអានេះចុចអាហ្នឹងមកយើងយក add ហើយយកពី reflection legacy ចុចលើវាមកហើយកន្លែងនេះខ្ញុំបន្ថយវា reflection ណាបាទអញ្ចឹងបន្ថយ reflection យើងចង់ឲ្យ reflection ខ្លាំងប៉ុណ្ណាអីប៉ុណ្ណាយើងទៅសេរីតាមហ្នឹងនេះបើសិនយើងដាក់លេខកាន់តែធំ reflection របស់យើងគឺកាន់តែខ្លាំងដែរអញ្ចឹងយក reflection ប៉ុណ្ណឹងបានហើយត្រង់ចំណុចក្រោមនេះអ្នកនរនេះអាចធ្វើការសេរីបន្ថែមទៀតអានេះstrength ទៅលើវាយើងដាក់ទៅទៅលើវាខ្លាំងជាងមុនអីចឹងបាទប៉ុណ្ណឹងឯងហើយអូខេលើវាខ្វែងលើវាចុះហើយយើងទាញរូបហ្នឹងមកដាក់ចូលទៅក្នុង project របស់យើងនេះគឺ logo ឃើញទេអញ្ចឹង logo យើងមានពណ៌ឃើញទេមានពណ៌ logo យើងមានពណ៌ហើយដំណាក់កាលបន្តទៀតគឺយើងត្រូវការដាក់ពណ៌ខាងឡើងកែមនេះយើងចង់ដាក់ពណ៌ខាងឡើងកែមហ្នឹងយើងដាក់មកឥឡូវខ្ញុំ copy វាមួយមកខ្ញុំ copy material ខ្ញុំចុច control ឲ្យជាប់ខ្ញុំទាញវាមកបានមួយទៀត
ចឹងមកមួយទៀតខ្ញុំដូរ color វាខ្ញុំយកវា color ខ្ញុំចុចលើនេះខ្ញុំយកពណ៌សនេះខ្ញុំខ្វែងចោលហើយខ្ញុំទាញវាខ្ញុំដាក់ចូលទៅក្នុង logo យើងណាដែលហ្នឹងបាទទីដាក់ចូល line logo ហ្នឹងហើយយើងធ្វើការ change វាចឹង change ទៅចូលក្នុង game កន្លែងនេះកន្លែង selection របស់យើងហ្នឹងដាក់ R1 R1 ឃើញពណ៌ហ្នឹងវាលោតចូលទៅក្នុង game របស់យើងអាទី1ហ៎ហើយពីខាងក្រោយនេះដូចគ្នាដែរខ្ញុំទាញពណ៌ហ្នឹងខ្ញុំដាក់ចូលក្នុងហ្នឹងមួយទៀតបាទខ្ញុំចុច R2 ចឹង game ហ្នឹងពណ៌របស់យើងវាលោតចូល game ចឹងឲ្យបាទណាបាទចឹងវាចូលទៅក្នុង game ហ្នឹងសម្រាប់យើងមើលទៅឲ្យរូបភាពរបស់យើងស្អាតហើយយើងចង់ដូរពណ៌ហ្នឹងក៏បានដែរយើងចង់ដូរពណ៌ដាក់ពណ៌លឿងយើងដាក់ពណ៌លឿងយ៉ាងមកឃើញ game របស់យើងហ្នឹងវាចេញមកពណ៌លឿងយ៉ាងដែរអាហ្នឹងអាស្រ័យលើអ្នកទាំងអស់នេះចង់បានណាយើងចង់បានពណ៌អីយើងដាក់ពណ៌ហ្នឹងមកហើយក្រោមនេះខាងក្រោមនេះគឺខ្ញុំចង់បានវាពណ៌លឿងស្រាច់ហ្មងអញ្ចឹងខ្ញុំ copy អាពណ៌លឿងហ្នឹងខ្ញុំដាក់ចូលទៅក្នុងអក្សរ game អូខេអក្សរ game របស់ខ្ញុំគឺខ្ញុំបានពណ៌លឿងអញ្ចឹងពណ៌លឿងលាយជាមួយនឹងពណ៌សបាទចឹង logo ហ្នឹងគឺមានពណ៌ក្រហមពណ៌លឿងពណ៌សអញ្ចឹងវា3 color យើងប្រើ color ចំនួន3សម្រាប់យើងធ្វើ logo ហ្នឹងបាទអូខេឥឡូវចាប់ហើយតកតងជាមួយនឹងការចាក់ពណ៌និងការបង្កើតextrude ជាមួយនឹងការធ្វើ logo របស់យើងដំណាក់កាលទី2គឺយើងធ្វើដាក់ពន្លឺអញ្ចឹងដើម្បីដាក់ពន្លឺលើវាអញ្ចឹងពន្លឺយើងត្រូវការដាក់ប្រមាណពន្លឺជាទូទៅយើងដាក់តែ4ប្លង់បានដែរពន្លឺបើដាក់ច្រើនពេកណាយើងដាក់តែ4បានដែរអញ្ចឹងដើម្បីដាក់ពន្លឺយើងចូលកន្លែង line របស់យើងនេះមកបាទចូលកន្លែង line ហ្នឹងយកមួយនេះយើងចុចលើវាជាប់ហើយយើងយកពាក្យថា area line បាទ area line ហើយយើងទាញ line របស់យើងឲ្យឆ្ងាយតិចមកបាទយើងបវល់អានេះបន្តិចខ្ញុំទាញ line ហ្នឹងរៀងឆ្ងាយតិចអានេះពន្លឺចំពីមុខណាពន្លឺជះចំពីមុខបាទអានេះពន្លឺជះចំពីមុខវាអញ្ចឹងយើងដាក់វារៀងឆ្ងាយតិចមកហើយទំហំវាយើងព្រីកទៅបាទទំហំវាយើងព្រីកទៅបាទនេះពន្លឺចំពីមុខហើយបើសិនជាពន្លឺនឹងខ្លាំងពេកយើងចុចកន្លែងហ្នឹងហើយអ្នកនរចុចលើពាក្យ detail យើងធ្វើការសេរីពន្លឺហ្នឹងរៀងខ្លីបន្តិចអញ្ចឹងយើងគ្រីសនេះមួយមកខ្ញុំដាក់វាតែ15បានហើយកុំឲ្យពន្លឺនឹងខ្លាំងពេកនេះអានេះយើងអាចដកវាពន្លឺបានយើងអាចដកវាបានបើសិនយើងដកនឹងចោលទៅក៏បានដែរយើងអាចធ្វើការ preview មើលសិនឃើញទេបាទឥឡូវពន្លឺរបស់យើងហ្នឹងយើងមើលទៅវាភ្លឺតិចពេកយើងអាចបន្ថែមបានឥឡូវយើងអាចបន្ថែមវាយកវា50ហើយយើងអាច preview វាម្ដងទៀតអូខេអញ្ចឹងពន្លឺរបស់យើងគឺយើងអាច preview វាបានឥឡូវខ្ញុំអាច preview វាងាយអានេះខាត់ប៉ុណ្ណេះខ្ញុំចង់មើល preview ខាងនេះវាចេញមិនដែរបាទប៉ុណ្ណឹងយើងមើលទៅអូខេព្រោះយើងនៅមានពន្លឺ3ទៀតដែលត្រូវដាក់ពន្លឺ3ទៀតខ្ញុំ copy វាមក copy ពីពន្លឺអាហ្នឹងដែរខ្ញុំ copy អាហ្នឹងចឹងដើម្បី copy យកដាក់ពីខាងក្រោយមួយទៀតខ្ញុំចុច control ឲ្យជាប់ទាញវាមកខ្ញុំដាក់ទៅខាងក្រោយចឹងពន្លឺរបស់ខ្ញុំហ្នឹងមានពីមុខមានពីក្រោយឃើញទេចឹងខ្ញុំត្រូវការពន្លឺហ្នឹងពីមុខពីក្រោយហើយពន្លឺមួយទៀតពីលើពីក្រោមខ្ញុំចង់បានពន្លឺហ្នឹងពីលើនិងពីក្រោមមួយទៀតចឹងខ្ញុំ copy វាយកទៅលើមកបានមួយទៀតហើយខ្ញុំអូសអាពន្លឺហ្នឹងមកដាក់ពីលើបាទយើងទាញពន្លឺហ្នឹងដាក់ពីលើអញ្ចឹងមកហើយយើងធ្វើបវល់វាចុចកន្លែងនេះកន្លែង rotation យើងបវល់ពន្លឺហ្នឹងបវល់វាដាក់ចំធ្វើម៉េចឲ្យវារត់ចំពីលើពីក្រោមចេះចុចសេរីមកធ្វើម៉េចអានេះចេះក្របពីលើអញ្ចឹង80 degree rotation របស់យើងយក80បានយក180ក៏បានដែរអានេះពន្លឺពីលើឃើញទេពីលើរបស់យើងហ្នឹងគឺមានពន្លឺហើយយើងចង់ដាក់ពន្លឺនៅរីខ្ពស់បន្តិចយើងចុចអាហ្នឹងមកចុចអានេះវិញមកយើងទាញទៅលើទៅយើងទាញអូទៅលើដាក់ពន្លឺរីខ្ពស់បន្តិចយើងចង់ដាក់ពន្លឺពីខាងក្រោមមួយទៀតចុច control ឲ្យជាប់ហើយទាញវាមកក្រោមមកយើង copy ពីក្រោមមួយទៀតអញ្ចឹងពីក្រោមក៏យើងត្រូវការដាក់ពន្លឺដែរបាទអញ្ចឹងពន្លឺរបស់យើងនេះខ្ញុំដាក់តែ4ទេបាទខ្ញុំដាក់ពន្លឺតែ4ទេយើងអាច preview មើលសិនបាទខ្ញុំអាច preview មើលបាទមើលអក្សររបស់ខ្ញុំហ្នឹងតើដល់ពេលយើងធ្វើទៅមិនអានេះបើសិនយើងដាក់ពន្លឺ2ទៀតក៏បានដែរយើងដាក់ពន្លឺ2ខាងនេះមួយទៀតណាយើងដាក់ឆ្វេងស្ដាំមួយទៀតក៏បានដែរប៉ុន្តែយើងអាចសេរីអញ្ចេះបានពន្លឺពីមុខពីក្រោយរបស់យើងហ្នឹងយើងអាចសេរីយើងដាក់2អញ្ចេះដាក់ពីខាងនេះមួយខាងនេះមួយប៉ុន្តែថាយើងចំ
កែញយើងធ្វើបាញ់បច្ចេករិញ្ញបាញ់បច្ចេកចេះឬទីនេះ object របស់យើងនៅកណ្ដាលអញ្ចឹងយើងអាចដាក់ភ្លើងចេះមួយភ្លើងចេះមួយអញ្ចឹងក៏បានដែរតែបើសិនយើងចង់ដាក់អញ្ចឹងក៏បានតែគ្នាប៉ុន្តែសំខាន់យើង preview មើលសិនវាមានបញ្ហាអីទេអត់ចឹងខ្ញុំ preview មើលទៅវាអត់មានបញ្ហាអីទេពណ៌យើងអាចទទួលយកបានអូខេឥឡូវយើងផ្កាប់ចេះវិញបាទយើងផ្កាប់ចេះវិញមកមានបញ្ហាទេអត់អូខេចឹងអត់ជាបញ្ហាទេយើងអាចពលឺរបស់យើងនឹងយើងអាចយកបានប៉ុន្តែនៅពេលដែលយើងធ្វើកិច្ចការងារមែនតើយើងត្រូវដាក់វាឲ្យច្រើនជាងហ្នឹងគេហៅ material គឺមានច្រើនណាស់មិនមែនមានប៉ុណ្ណឹងទេយើងអាចលៃវាច្រើនពណ៌ប៉ុន្តែនេះគ្រាន់ថាជាមេរៀនគំរូបាទលំនាំនៃការធ្វើវាគឺមានប៉ុណ្្នឹងឯងហើយភ្លើងក៏មិនមានប្រើប៉ុណ្ណឹងដែរហើយក៏មិនយើងសេរីមកផ្លែតហើយដែរអាហ្នឹងណាយើងសេរីចោះសេរីឡើងសេរីចោះសេរីឡើងរហូតដល់យើងគិតថាវាអូខេទើបយើងឈប់សេរីវាតែដោយសារជាលក្ខណៈមេរៀនបើយើងដាក់ material ច្រើនពេកពេលយើងធ្វើការ render ចេញមកវាយូរបាទវាពិបាកយើងដាក់ effect ច្រើនពេកបាទអញ្ចឹងក្នុងវីដេអូទី1នេះគឺយើងសិក្សាប៉ុណ្ណឹងតកតងជាមួយនឹងការប្រើប្រាស់ extrude ការប្រើប្រាស់ color ហើយនិងការប្រើប្រាស់ពន្លឺដើម្បីដាក់ចូលទៅក្នុង logo របស់យើងហើយpart 2របស់យើងនឹងសិក្សាតកតងជាមួយនឹងការប្រើប្រាស់កាមេរ៉ានិងការដាក់ animation ទៅលើ logo របស់យើងបន្តទៀតអូខេអញ្ចឹងជួបគ្នាជាមួយនឹង part 2បន្តទៀតផងដែរ